មានគេបានឃើញក្មេងស្ទាវពីរនាក់តែងតែដើរតាមគាត់ជារៀងរាល់យប់ចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថាបង្ហួតប្រាប់ថាសាច់រឿងមួយនេះវាកើតឡើងកាលពីឆ្នាំ2017គាត់ចាំបានថានៅម៉ោងប្រហែលជាខ្ទង់7:11យប់គាត់បានជិះឡានតែម្នាក់ឯងទេឡើងពីខេត្តហ្នឹងមកភ្នំពេញនៅពេលដែលជិះចូលដល់ផ្លូវភ្នំពេញក៏ឃើញថានៅតាមផ្លូវចាប់ផ្ដើមស្ងាត់ហើយអត់សូវមានឡានម៉ូតូជិះឆ្លងកាត់នៅពេលយប់ទេណាមួយទៀតពេលហ្នឹងយប់ជ្រៅវាអត់ស្ទះដូចនៅពេលថ្ងៃទេទាំងអស់គ្នាដោយសារតែមើលឃើញថាផ្លូវវាជិះស្រួលខ្លាំងមែនតើគាត់នឹងគឺបើកលឿនខ្លាំងហ្មងទាំងអស់គ្នានៅពេលដែលគាត់បើកឡានលឿននេះក៏ដល់កន្លែង stop មួយហ្នឹងស្រាប់តែវាលុតភ្លើងក្រហមនៅពេលលុតភ្លើងក្រហមភ្លាមគាត់ក៏ចង់ជិះទៅហួសដែរប៉ុន្តែដោយសារតែពេលហ្នឹងគាត់ឃើញមានឡានម៉ូតូឆ្លងកាត់កន្លែងហ្នឹង2 3ដែរអញ្ចឹងណាអញ្ចឹងគាត់ក៏ព្រមឈប់នៅ stop មួយហ្នឹងសុខចិត្តឲ្យអ្នកដែលគេជិះភ្លើងខៀវរបស់គេនឹងឆ្លងកាត់ទៅហ្មងទៅជាធម្មតាអ្នកដែលគាត់ជិះឡាននៅពេលយប់ឬក៏ជិះម៉ូតូនៅពេលយប់គឺអត់សូវគោរពច្បាប់ចរាចរណ៍ទេដូចគាត់ជាដើមទាំងអស់គ្នាអញ្ចឹងគាត់ថានៅពេលដែលគាត់ឈប់ stop ក្រហមនេះក៏មានម៉ូតូមួយឈប់ stop នៅជិតគាត់គឺនៅឈប់នៅជិតគាត់ហ្មងប៉ុន្តែម៉ូតូមួយហ្នឹងអ្នកដែលជិះម៉ូតូគឺជាមនុស្សប្រុសរៀងក្មេងដែរម្នាក់ហ្នឹងចេះថាស្លឹងមកមើលឡានគាត់ហើយស្លឹងមើលទៅខាងក្រោយស្លឹងមើលខាងក្រោយមួយជុំឯងងុំគឺស្លក់បែបខឹងមែនតើហ្មងណាអញ្ចឹងបង្ហួតគាត់ក៏ចាប់អារម្មណ៍ច្រើនដែរដោយសារគាត់ដឹងច្បាស់ថានៅពេលដែលគាត់ជិះចូលមកមុនហ្នឹងគឺគាត់មានបានទៅប៉ះពីឬក៏ទៅបុកជាមួយពីណាគេទេគាត់ជិះមកតែគាត់អីអញ្ចឹងណាអ្នកនាងអញ្ចឹងពេលលោត stop ខៀវវិញគាត់ក៏ចាប់ដើមធ្វើដំណើរទៅមុខបានប្រហែលជាខ្ទង់1គីឡូម៉ូតូហ្នឹងគឺនៅជិះតាមគាត់ទាំងអស់គ្នាម៉ូតូហ្នឹងជិះមកតាមគាត់សុផ្លេខ្លាំងឲ្យគាត់ឈប់ពេលហ្នឹងបង្ហួតដំបងគាត់ចង់ឈប់ពេលទាំងអស់គ្នាគាត់ខ្លាចថាម្នាក់ហ្នឹងជាចោរជាអីណាប៉ុន្តែអត់ទេម្នាក់ហ្នឹងតែនៅគិតតែពីសុផ្លេទូហើយជិះមកបាំងនៅពីមុខឡានគាត់ទៀតអញ្ចឹងគាត់ក៏ព្រមឈប់ឡានទៅដោយសារតែគាត់មើលឃើញថាម្នាក់ហ្នឹងជិះម៉ូតូតែឯងទេហើយក៏អត់មានគ្នាណាជិះពីក្រោយម្នាក់ហ្នឹងដែរអញ្ចឹងគាត់ក៏ព្រមឈប់ឡានទៅគេអញ្ចឹងណាគ្រាន់តែឈប់ឡានភ្លាមគាត់ចុះពីលើឡានទៅសួរពេលហ្នឹងមុខគាត់គឺមាំហ្មងដោយសារគាត់ខឹងណាព្រោះសុកគឺជិះមកបាំងឡានគាត់អញ្ចឹងទៅគាត់ក៏សួរថាអូនមានរឿងអីមែនមិនបានត្រូវជិះមកបាំងឡានចង់កើតអីចង់បង្ករឿងមែនប៉ុន្តែម្នាក់ហ្នឹងចុះពីលើម៉ូតូវិញថាឲ្យគាត់បងឯងនឹងចង់បង្ករឿងមែនគ្នាបងឯង2នាក់ដែលវាអង្គុយនៅក្រោយនេះវាស្រឡឹងមុខខ្ញុំរហូតស្លក់វាចង់បានអីមួយខ្ញុំវាចង់មានរឿងអីមួយខ្ញុំមែនអញ្ចឹងបង្ហួតគាត់លឺគេនិយាយប៉ុណ្ណឹងទាំងអស់គ្នាគាត់ឆ្ងល់ចិត្តគាត់ថាចុយក្នុងឡានជិះតែឯងតាបងជិះតែឯងតាអូនអត់មានពីណាគេខាងក្រោយទេប៉ុន្តែម្នាក់នឹងនិយាយថាអត់ទេមានគ្នាបងឯង2នាក់ក្មេងស្ទាវពាក់កៅអៅសទឹកមុខរបស់ពួកវានឹងមិនដឹងថាមានកំផឹងអីមួយខ្ញុំទេវាគិតថាពីស្លាក់ស្លឹងខ្ញុំទាំង2នាក់ហ្មងតាំងពីពេលដែលផ្លូវកាច់រហូតដល់កន្លែង stop នៅពេលដែលឈប់ stop ហ្នឹងក៏វាគិតថាពីស្លាក់ស្លឹងមុខខ្ញុំដែរបង្ហួតពេលហ្នឹងគាត់ក៏ដើរទៅបើកទ្វារឡានខាងក្រៅឲ្យគេមើលច្បាស់ទៅពេលដែលបើកទ្វារឡានទៅក៏អត់មានឃើញអីអ្នកដែលជិះម៉ូតូហ្នឹងក៏អត់បានឃើញអីដូចគ្នាទាំងអស់គ្នាតែម្នាក់ហ្នឹងគឺនៅតែខឹងអញ្ចឹងគេអត់និយាយច្រើនគេក៏ឡើងម៉ូតូបើកទៅបាត់ទៅចំណែកបង្ហួតនៅពេលហ្នឹងគាត់ក៏ចាប់អារម្មណ៍ឆ្ងល់ថាចេះចុះមកលេងសើចអីជាមួយគាត់តាំងកណ្ដាលយប់នេះឃើញគាត់ជិះឡានតែឯងហ្នឹងចង់បន្លាចគាត់មែនគាត់លក្ខណៈរៀងអារម្មណ៍គាត់ពេលហ្នឹងច្បោកច្បល់ហ្មងមិនដឹងថាអ្នកដែលជិះម៉ូតូហ្នឹងមានបំណងអីឲ្យប្រកាសទើបសុកមកនិយាយរឿងហ្នឹងប្រាប់គាត់នឹងឯងទាំងអស់គ្នាហើយបើសិនជាទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នានឹងមានអារម្មណ៍បែបណាបើសិនជាមានគេកំពុងតែគេជិះម៉ូតូមកប្រាប់យើងថាអញ្ចឹងអ្នកទាំងអស់គ្នាខ្លាចឬក៏អត់នឹងឯងអញ្ចឹងបង្ហួតពេលហ្នឹងគាត់ក៏ឡើងឡានរួចក៏បើកបន្តរហូតដល់ផ្ទះរបស់គាត់នឹងឯងទាំងអស់គ្នាផ្ទះរបស់បង្ហួតគាត់គឺជាប្រភេទផ្ទះល្វែងហើយផ្ទះល្វែងហ្នឹងក៏មិនមែនផ្ទះគាត់ដែរគឺគាត់ជួលគេនៅទេគាត់ក៏ទុកដាក់ឡាននៅខាងមុខរួចដើរចូលទៅក្នុងផ្ទះនៅពេលដែលចូលដល់ក្នុងបន្ទប់គាត់ដេកគិតជាមួយនឹងសម្ដីរបស់គេប្រាប់គាត់នឹងរហូតហ្មងគាត់ដឹងច្បាស់ហ្មងថាគាត់អត់ដែរស្គាល់ម្នាក់មួយដែលជិះម៉ូតូនឹងពីមុនមកទេហើយវាមិននឹងអាចសុកគេរបៀបថាមកលេងសើចជាមួយគាត់ប្រាប់គាត់ថាមានគេអង្គុយនៅខាងក្រោយឡានគាត់នឹងគឺដេកគិតរហូតគិតបែបអត់យល់ហ្មងទាំងអស់គ្នារំលងបាន3យប់ក្រោយមកបងហួតក៏បានទៅចូលរួមកម្មវិធីគូកណាត់ពួកម៉ាក់គាត់ដែលគេធ្វើឡើងនៅក្នុងផាប់ម៉ាកន្លែងហើយពេលដែលគាត់ទៅចូលរួមហ្នឹងគាត់បានជិះឡានទៅដោយខ្លួនឯងទេដោយសារតែគាត់ដឹងថាពួកម៉ាក់គាត់ច្បាស់ជាបបកគាត់ឲ្យផឹកដល់ថ្នាក់ស្វឹងដល់ថ្នាក់បើកឡានលេងរួចអីអញ្ចឹងទៅហើយបើសិនជាគាត់ជិះឡានទៅគាត់អាចនឹងបើកបុកគេឬក៏មានបញ្ហានៅតាមផ្លូវអញ្ចឹងហើយទើបគាត់ជិះ pass app ទៅដោយខ្លួនឯងនឹងឯងហើយពេលដែលគាត់ទៅចូលរួមនឹងទៀតទាំងអស់គ្នាគឺម៉ោងប្រហែលជាខ្ទង់7:12យប់បង្ហូតគាត់បានលួចចេញពីក្នុងផាប់ហ្នឹងមុនពួកម៉ាក់គាត់អត់ឲ្យពីណាគេនឹងដឹងថាគាត់លួចចេញមកមុនទេដោយសារតែគាត់បានលឺពួកម៉ាក់គាត់និយាយគ្នាថាគេនឹងទៅបន្តនៅក្នុងក្លឹបរហូតដល់ម៉ោង3ម៉ោង4ភ្លឺប៉ុន្តែគាត់នៅបន្តបានទេដោយសារតែព្រឹកឡើងគាត់ត្រូវទៅធ្វើការអីចឹងទៅហើយពេលគាត់លួចចេញមកភ្លាមគាត់ក៏មិនទាន់បានទៅផ្ទះភ្លាមដែរគាត់ដើរសម្ដៅទៅទៅតូបលក់បបរសមួយនៅតូបលក់បបរសហ្នឹងគឺនៅឆ្ងាយពីផាប់ហ្នឹងប្រហែលជាខ្ទង់កន្លះគីឡូដីហើយពេលគាត់ចូលទៅអង្គុយនៅក្នុងតូបលក់បបរសហ្នឹងនៅក្នុងតូបហ្នឹងគឺមានភ្ញៀវ2នាក់ស្រាប់ហើយមានប្រុសមានស្រីហើយនឹងម្នាក់ទៀតនឹងគឺជាអ្នកលក់ដែលជាមនុស្សប្រុសទាំងអស់គ្នាពេលដែលចូលទៅដល់គាត់ក៏ចាប់ដើមកំងអីហូបអញ្ចឹងណាពេលគាត់កំពុងអង្គុយហូបបបរសនេះគាត់ចេះតែងាកទៅស្រឡឹងភ្ញៀវប្រុសភ្ញៀវស្រីជាមួយនឹងពូដែលជាម្ចាស់តូបហ្នឹងឯទាំងអស់គ្នាងាកទៅស្រឡឹងទៅក៏ឃើញថា
3នាក់ហ្នឹងគឺកំពុងតែងាកស្រឡឹងទៅក្រោយខ្នងគាត់របៀបថាមើលដូចកំពុងសម្លឹងមើលមនុស្សចឹងណាចឹងបង្ហូតនៅពេលដែលឃើញគេស្រឡឹងទៅក្រោយខ្នងគាត់ចឹងគាត់ងាកមើលទៅតាមប៉ុន្តែនៅពេលគាត់ងាកទៅមើលក៏អត់មានបានឃើញអីទេប៉ុន្តែភ្ញៀវប្រុសភ្ញៀវស្រីគឺគាត់តែពីមើលរហូតមើល2នាក់ហ្នឹងបដៅមើលមកគាត់បដៅពូម្នាក់ហ្នឹងក៏ចឹងដែរទាំងអស់គ្នាមើលទៅខាងក្រោយខ្នងគាត់បដៅមើលមកគាត់បដៅនឹងឯងចឹងបង្ហូតពេលហ្នឹងគាត់ក៏លក្ខណៈថារឿងសង្ស័យរឿងឆ្ងល់រឿងអីដែរប៉ុន្តែនៅពេលដែលគាត់មើលទៅគឺវាអត់មានឃើញអីសោះចឹងគាត់ក៏បន្តហូបបបរសហ្នឹងទៀតបន្តហូបរហូតដល់ហូបអស់ចឹងណាគាត់ក៏ឲ្យលុយគេចឹងទៅពេលដែលឲ្យលុយទៅពូម្នាក់ហ្នឹងរួចគាត់ក៏រកក្រោកចេញទៅផ្ទះវិញហើយប៉ុន្តែនៅពេលរកក្រោកដើរចេញទៅនេះពូម្នាក់ហ្នឹងបែរជាអស់ដៃគាត់ចូលទៅក្នុងតូបចូលទៅហើយសួរគាត់ថាចែបអូនឯងតែមានរឿងអីជាមួយនឹងក្មេងស្ទាវ2នាក់ហ្នឹងទៅក្មេងស្ទាវ2នាក់ហ្នឹងគាត់តាពីមើលអូនឯងរហូតគាត់តាពីមើលឈោនៅខាងក្រៅតូបគាត់នេះមើលមកគាត់ឲ្យរបៀបថាទឹកមុខ2នាក់ហ្នឹងគឺញញឹមបែបចម្លែកពូម្នាក់ហ្នឹងក៏គាត់មិនដឹងដែរថាក្មេង2នាក់ហ្នឹងញញឹមក្នុងន័យបែបណាគាត់ពិតជាអត់យល់ទឹកមុខក្មេងស្ទាវ2នាក់ហ្នឹងទេអីដែលសំខាន់ណានៅលើខ្លួនប្រាណរបស់ក្មេងស្ទាវ2នាក់ហ្នឹងគឺមានស្នាមប្រឡាក់ដីប្រឡាក់ឈាមតិចហើយលើក្បាលគឺមានស្នាមឈាមកកហើយពូម្នាក់ហ្នឹងពេលរៀបរាប់ប្រាប់បង្ហួនអញ្ចឹងបង្ហួនគាត់ក៏ងាកទៅស្រឡឹងអាកន្លែងដែលពូម្នាក់ហ្នឹងប្រាប់ប៉ុន្តែអត់មានឃើញអីសោះទាំងអស់គ្នាអត់មានបានឃើញស្អីសូម្បីតែម្នាក់ប៉ុន្តែពូម្នាក់ហ្នឹងគាត់អាងច្បាស់ថាគាត់នឹងបានឃើញក្មេងស្ទាវ2នាក់ហ្នឹងពិតមែនបើមិនជឿទៅសួរភ្ញៀវ2នាក់ហ្នឹងទៅហើយគាត់ក៏ទៅសួរភ្ញៀវ2នាក់ហ្នឹងមែនទាំងអស់គ្នានៅពេលដែលទៅសួរភ្ញៀវប្រុសភ្ញៀវស្រី2នាក់ហ្នឹងភ្ញៀវប្រុសភ្ញៀវស្រី2នាក់ហ្នឹងគឺប្រាប់ដូចគ្នាហ្មងថាឃើញក្មេងស្ទាវ2នាក់ហ្នឹងគឺរបៀបថាមកឈោមើលគាត់រហូតនៅខាងក្រៅហ្នឹងគាត់ឃើញ2នាក់ហ្នឹងតាំងពីពេលដែលឃើញបង្ហួតដើរចូលក្នុងតូបហ្នឹងមកម៉ែគឺឃើញក្មេងស្ទាវពេលហ្នឹងគឺឈោមើលគាត់ហ្មងហើយបង្ហួតពេលហ្នឹងបងប្អូនគាត់ចាប់ដើមច្បោកខ្លាំងមែនតើហើយដោយសារតែលើកមុនគឺមានគេប្រាប់គាត់អញ្ចឹងដែរពេលដែលគាត់ជិះឡានហ្នឹងគឺមានគេប្រាប់ថាមានក្មេងស្ទាវពេលហ្នឹងអង្គុយក្នុងឡានគាត់ដល់ពេលឥឡូវបែរជាគេប្រាប់ថាបានឃើញក្មេងស្ទាវពេលហ្នឹងដើរតាមគាត់ទៅវិញអញ្ចឹងគឺគាត់ឆ្ងល់ខ្លាំងមែនតើគាត់រនឹកហ្មងថាគាត់ទៅធ្វើអីមានបញ្ហាអីឬក៏អត់ក៏របៀបថាអត់ទន់នឹកតែអត់ចាញ់ណាដោយសារតែគាត់នឹងពិតជាអត់ដែលមានបញ្ហាជាមួយក្មេងស្ទាវ2នាក់ហ្នឹងទេហើយណាមួយទៀតគាត់នៅពេលដែលគាត់ងាកទៅមើលទៅបែរជាអត់មានឃើញអីសោះប៉ុន្តែគេផ្សេងនឹងបែរជាបានឃើញទៅវិញអញ្ចឹងណាគាត់រៀងព្រឺសម្បល់រៀងខ្លាចដែរអញ្ចឹងទៅទាំងអស់គ្នាប៉ុន្តែគាត់ក៏បានបញ្យល់ប្រាប់ពូលោកបបសជាមួយនឹង2នាក់ហ្នឹងឲ្យដឹងដែរថា2នាក់ហ្នឹងជាពីណាគេជាអីហ្នឹងគឺគាត់បាននិយាយទេគាត់ធ្វើធម្មតាហ្នឹងឯងទាំងអស់គ្នាក្រោយមកទៀតពេលគាត់នៅផ្ទះរបស់គាត់ទាំងអស់គ្នាគាត់នៅផ្ទះរបស់គាត់គឺគាត់កេងធម្មតាហ្នឹងឯងហើយដូចនិយាយមុនហ្នឹងអញ្ចឹងផ្ទះរបស់គាត់គឺជាប្រភេទផ្ទះល្វែងទេទាំងអស់គ្នាអញ្ចឹងនៅពេលគាត់ចូលទៅផ្ទះគឺចូលបាត់ហ្នឹងឯងប៉ុន្តែនៅពេលដែលព្រលឹមឡើងគាត់ដើរចេញពីក្នុងផ្ទះរបស់វិញគាត់ស្រាប់តែអ្នកចិត្តខាងរបស់គាត់ដើរមកសួរគាត់ហ្មងថាហួតតាឃើញក្មេងស្ទាវ2នាក់ដើរចុះដើរឡើងនៅមុខផ្ទះរហូតគឺឃើញហ្មងហើយក្មេងស្ទាវ2នាក់ហ្នឹងគឺរបៀបថាពាក់អាវសរឿងប្រឡាក់ដីរឿងប្រឡាក់ឈាមហើយក្បាលពួកវាហ្នឹងគឺរឿងលក្ខណៈថាឈាមកកឈាមអីគាត់ឃើញមកតាមហួតឯងហ្នឹងច្រើនយប់អីមកឈោនៅខាងមុខហ្នឹងដើរចុះដើរឡើងអត់ព្រមទៅណាសោះប្រយ័ត្នខ្លួនតិចប្រយ័ត្នពីអ្នកនឹងធ្វើបាបអាចនឹងក្មេងស្ទាវនឹងរបៀបថាចង់សម្លាប់គាត់ចង់ធ្វើបាបគាត់អីអញ្ចឹងទៅបង្ហូតពេលហ្នឹងគាត់កាន់តែព្រឺសបល់ខ្លាំងមែនតើអ្នកទាំងអស់គ្នាដោយសារតែគាត់ពិតជាអត់ដែលបានឃើញពិតជាអត់ដែលបានជួបប្រទះក្មេងស្ទាវពីអ្នកហ្នឹងទេគាត់ពិតជាអត់ដឹងទេថាហេតុអីបានគេត្រូវមកតាមគាត់អីអញ្ចឹងអ្នកទាំងអស់គ្នាដោយសារតែហេតុការណ៍ដែលគេប្រាប់គាត់នឹងច្រើនដងពេកគាត់របៀបថារៀងខ្លាចជាងអីដែរអញ្ចឹងណាគាត់ក៏រលោកឲ្យមើលរគ្រូឲ្យមើលអញ្ចឹងទៅដំបូងគាត់ទៅរកគ្រូសិនទាំងអស់គ្នានៅពេលដែលទៅរកគ្រូគេប្រាប់ថាមានវិញ្ញាណក្មេងប្រុស2នាក់មកតាមគាត់ហើយក្មេង2នាក់ហ្នឹងគឺជាក្មេងស្ទាវដូចតែគេប្រាប់គាត់នឹងឯងទាំងអស់គ្នាហើយក្មេងស្ទាវ2នាក់ហ្នឹងគេតាមគាត់តាំងពីពេលដែលគេហ្នឹងរបៀបថាគ្រោះថ្នាក់ស្លាប់នៅមុខគាត់មកម៉េះអញ្ចឹងបង្ហូតគ្រាន់តែលឺគ្រូនឹងនិយាយអញ្ចឹងទាំងអស់គ្នាគាត់ក៏ចាប់ផ្ដើមត្រឡប់ទៅគិតឡើងវិញទាំងអស់គ្នាគាត់ក៏គិតឃើញថាចេះកាលពីខ្ទង់ចិត្តកន្លះខែមុនគាត់បានធ្វើដំណើរទៅតាមខេត្តហើយពេលគាត់ធ្វើដំណើរទៅតាមខេត្តហ្នឹងគាត់ក៏បានចូលហូបបាយនៅកន្លែងមួយទៅពេលចូលហូបបាយហើយនេះក៏មានក្មេងស្ទាវ2នាក់ទៅហូបបាយនៅចិត្តគាត់ដែរហើយក្មេងស្ទាវ2នាក់ហ្នឹងរបៀបរឿងឆ្លើយនិយាយរបៀបថានិយាយលឺអីលឺដាក់គាត់របៀបថាដូចឌឺដងគាត់អីចឹងប៉ុន្តែគាត់ក៏បានខ្វល់ចាប់អារម្មណ៍ជាមួយដែរគាត់ក៏បន្តហូបបាយរហូតដល់ហូបហើយអញ្ចឹងណាគាត់ក៏បើកឡានបញ្ចេញពីកន្លែងតូបលក់បាយហ្នឹងវិញទៅពេលគាត់បើកឡានចេញទៅវិញនេះគ្មានស្ទីលពីហ្នឹងគាត់ជិះម៉ូតូតាមគាត់ហើយជិះទាំងអស់គ្នាមិនមែនជិះធម្មតាណាជិះចាក់អន្ទង់នៅពីមុខឡានគាត់ហ្មងជិះរបៀបថាវ៉ាចុះវ៉ាឡើងជ្រេចុះជ្រេឡើងប៉ុន្តែជាអកុសលអីគ្មានស្ទីលពីហ្នឹងជិះជ្រេឡានគាត់ចុះឡើងក៏ស្រាប់តែបុកជាមួយនឹងកុងតឺន័រហើយគ្មានស្ទីលពីអ្នកហ្នឹងគឺជិះមកគឺរបៀបថានៅពេលដែលដួលហ្នឹងគឺលោតមកនៅក្រោមឡានរបស់គាត់ហ្នឹងឯងខ្ទាតចុះមកនៅក្រោមឡានរបស់គាត់ហ្នឹងឯងបើទោះបីជាគាត់ចាប់ស្រាំងតន់ក៏ដោយក៏របៀបគ្មានស្ទីលពីហ្នឹងក៏នៅក្រោមខាងឡានគាត់បាត់ទៅហើយអញ្ចឹងណាហើយគ្មានស្ទីលពីហ្នឹងគឺបានស្លាប់ភ្លាមៗនឹងកន្លែងហ្នឹងឯងហើយដែលសំខាន់ទាំងគ្នាថាឯកសណ្ឋានដែលគ្មានស្ទីលពីអ្នកនឹងពាក់គឺជាឯកសណ្ឋានដូចអីដែលគេប្រាប់គាត់អញ្ចឹងថាមានគ្មានស្ទីលពាក់អាវសប្រឡាក់ឈាមប្រឡាក់អីនឹងឯងទាំងអស់គ្នាប៉ុន្តែគាត់ពិតជាអត់មានបានទៅបករឿងឬក៏ធ្វើឲ្យគ្មានស្ទីលពីអ្នកនឹងស្លាប់ទេគាត់មានពាក្យពាន់ទេប៉ុន្តែគាត់ឆ្ងល់ថាហេតុអីបានគ្មានស្ទីលពីអ្នកនឹងបានជាមកតាមគាត់វិញអញ្ចឹងណាអញ្ចឹងគាត់នឹងក៏របៀបថាក្រោយពីគាត់របៀបចាំហេតុការណ៍នឹងកើតឡើងឲ្យអស់នេះគាត់ក៏បានទៅរបៀបទៅវត្តស្រោចទឹកទៅធ្វើបុណ្យឧទ្ទិសកុសលអីអញ្ចឹងទៅ
ពេលដែលគាត់បានចាំហេតុការណ៍នឹងហើយអស់ទាំងអស់គ្នាគាត់រៀងមានអារម្មណ៍ថារៀងខ្លាចខ្លាំងមែនទែនប៉ុន្តែអីដែលសំខាន់ណាគាត់អត់ដែលបានឃើញក្មេងស្ទាវពីរនាក់ហ្នឹងទេមានតែគេនឹងជាអ្នកប្រាប់គាត់នឹងឯងទាំងអស់គ្នាប៉ុន្តែមួយរយៈចុងក្រោយមកទៀតនេះគាត់នឹងក៏លែងបានសូវឮគេនិយាយប្រាប់គាត់ថាមានក្មេងស្ទាវតាមគាត់ឬក៏អីទៀតហើយប៉ុន្តែអារម្មណ៍របស់គាត់គឺនៅតែដិតដាមហើយនៅរៀងខ្លាចដដែលបើទោះបីជាគាត់អាចបានឃើញផ្ទាល់ក៏ដោយនឹងហើយទាំងអស់គ្នាចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយបើសិនទាំងអស់គ្នាមានរឿងចង់ចែករំលែកអាចឆាតមកក្នុង account IG របស់ខ្ញុំបានហើយខ្ញុំសូមចាប់តែប៉ុណ្្នឹងឯងទាំងអស់គ្នាបាយបាយ